សត្រូវចង់បំបែកឯកភាពជាតិបងប្អូនជនរួមជាតិខ្មែរយើងទាំងអស់គ្នាត្រូវមានការប្រុងប្រយ័ត្នខ្ពស់និងដឹងច្បាស់ថាគោលដៅដ៏គ្រោះថ្នាក់បំផុតរបស់សត្រូវឈ្លានពានគឺការបំបែកបំបាក់ឯកភាពជាតិនិងសាមគ្គីភាពផ្ទៃក្នុងរបស់ខ្មែរយើងពួកគេដឹងថាគ្មានកម្លាំងណាអាចយកឈ្នះខ្មែរបានឡើយក្រៅតែពីការធ្វើឲ្យខ្មែរឆ្លោះគ្នាឯងយុទ្ធសាស្ត្ររបស់សត្រូវបង្កើតការភ័ន្តច្រឡំបញ្ចេញព័ត៌មានคล้ายៗបំភាន់បំប៉ោងបញ្ហាផ្ទៃក្នុងជំរុញការស្អប់ខ្ពើមញុះញង់ឲ្យមានការបែងចែករវាងក្រុមនយោបាយវណ្ណៈឬជំនឿធ្វើឲ្យបាត់បង់ជំនឿបំផ្លាញជំនឿទុកចិត្តលើឋានៈដឹកនាំនិងស្ថាប័នជាតិការឆ្លើយតបរបស់យើង1ពង្រឹងជំនឿកុំចាញ់កលល្បិចរបស់សត្រូវយើងត្រូវជឿជាក់លើកម្លាំងខ្លួនឯងនិងរដ្ឋាភិបាលដែលកំពុងដឹកនាំប្រទេស2រក្សាសាមគ្គីភាពយើងត្រូវចេះលះបង់នៅមតិខុសគ្នាតូចតាចហើយយកប្រយោជន៍ជាតិជាធំ3បេះដូងតែមួយត្រូវរួបរួមពីលើដល់ក្រោមទាំងថ្នាក់ដឹកនាំកងទ័ពនិងប្រជាជនឲ្យคล้ายជាខ្សែសង្វាក់រឹងមាំតែមួយសត្រូវខ្លាចបំផុតគឺខ្មែររួបរวมគ្នាត្បិតអីនៅពេលខ្មែរមានឯកភាពជាតិហើយគ្មាននរណាអាចលូកដៃបំផ្លាញកម្ពុជាបានឡើយខ្មែរត្រូវតែរឹងមាំខ្មែរត្រូវតែរួបរวม